ខ្ញុំទាញប្រអប់មួយបាទប្រអប់ហ្នឹងដើម្បីយើងទាញឈ្មោះភ្ញៀវដាក់ចូលប្រអប់ហ្នឹងបាទអញ្ចឹងយើងទាញ word art ហ្នឹងមកបាទដាក់ចំកន្លែងឈ្មោះភ្ញៀវហ្នឹងហ្នឹងហើយយើងសេរីស្រង់ឲ្យវាស្អាតទៅបាទខ្ញុំសុំលុប text របស់គេចេញហើយយើងទៅសេឧទាហរណ៍ដាក់អក្សរកអញ្ចឹងទៅដើម្បីដឹងថាវាតូចឬធំអញ្ចឹងហើយសេរីវាស្អាតមកបាទប្រអប់ហ្នឹងគឺយើងទាញវាធំមកព្រោះមានភ្ញៀវខ្លះឈ្មោះគាត់វែងបាទហើយទំហំដាក់មកល្មមទៅខ្ញុំដាក់ជាអក្សរកអញ្ចឹងទៅបាទដើម្បីដឹងទំហំវាប៉ុណ្ណាបន្តមកទៀតអ្នកទាំងនេះចូលកន្លែង mailing ហើយចុចកន្លែង select recipient use existing list ហើយចុច select file excel របស់យើងមិញមកបាទហើយយើងចុច OK ចុច OK សិនមកហ្នឹងហើយបន្តមកទៀតអ្នកទាំងនេះយកមកចុចចំអក្សរកហើយទៅចុចកន្លែង insert mail field ហ្នឹងហើយចុចយកឈ្មោះភ្ញៀវមកបាទអញ្ចឹងលោតឈ្មោះភ្ញៀវទី1មកហើយបាទអ្នកទាំងនេះចង់មើល result ចុច previous result ទៅបាទកន្លែងអក្សរកយើងលុបចេញវិញទៅគាត់ដាក់ឧទាហរណ៍ទេអញ្ចឹងយើងចុចសូមកបាទលោតឈ្មោះភ្ញៀវទី1មកហើយមាន19នាក់អញ្ចឹងអ្នកទាំងនេះចុច next ទៅមាន